គឺគាត់ធ្វើការដេរនៅត្រណប់ជូតជើងណាបងប្អូនយើងហ្នឹងហើយដេរនៅត្រណប់ជូតជើងបងប្អូនបាទអញ្ចឹងសម្រាប់ត្រឹងបាទគឺជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដែលគេដាក់នៅមុខទ្វារបាទមុខបន្ទប់បាទឬកន្លែងចូលអគារដើម្បីជួយជូតនៅធូលីភក់ទឹកបាទនឹងសំណើមដែលជាប់នៅបាតជើងណាបងប្អូនយើងបាទឬក៏ស្បែកជើងបាទមុនពេលចូលទៅក្នុងផ្ទះឬអគារបាទវាជួយរក្សាអនាម័យបាទកាត់បន្ថយភាពកខ្វក់និងធ្វើឲ្យផ្ទៃបាទជន់ស្អាតផងដែរបងប្អូនយើងបាទកណាត់ជូតជើងមានច្រើនប្រភេទបាទដោយផលិតពីសម្ភារៈផ្សេងៗដូចជាកប្បាសបាទសរសៃសំយោគបាទកៅស៊ូ microfiber បាទឬសរសៃដូងបងប្អូនបាទហើយសម្ភារៈនីមួយៗមានលក្ខណៈពិសេសខុសៗគ្នាបាទដូចជាបាទការស្រូបទឹកបានល្អបាទភាពទន់ការទប់បាទការរអិលនិងភាពងាយស្រួលក្នុងការលាងសម្អាតបាទដូចជាយើងធ្វើមកពីក្រណាត់ណាបងប្អូនយើងបាទកតិចក្រណាត់បាទយើងកែច្នៃបាទហ្នឹងហើយបាទក្រណាត់ជូតជើងមានទំហំបាទពណ៌និងរចនាបថចម្រុះដែលអាចជ្រើសរើសឲ្យសមនឹងការតុបតែងបាទផ្ទះឬអគារប្រភេទខ្លះមានបាទកៅស៊ូដើម្បីការពីរអិលណាបងប្អូនយើងបាទនឹងជួយឲ្យក្រណាត់នៅជាប់ទីតាំងបានល្អផងដែរបងប្អូនបាទដើម្បីឲ្យក្រណាត់ជូតជើងប្រើប្រាស់បានយូរគួរលាងសម្អាតជាប្រចាំបងប្អូនបាទសម្បូរដោយគេហៅថាសម្ងួតណាបងប្អូនយើងបាទហ្នឹងហើយសម្ងួតឲ្យស្ងួតល្អនិងជំនួសបាទថ្មីបាទជំនួសថ្មីហ្នឹងគឺជំនួសនៅតំណប់ជូតជើងបាទយើងទិញសកួរណាបងប្អូនយើងបាទទិញពីរអញ្ចឹងទៅបាទមួយយើងបោកហាលអញ្ចឹងទៅហើយមួយទៀតយើងដាក់ប្រើអញ្ចឹងទៅហើយមួយទៀតយើងហាលស្ងួតយើងយកមកប្រើវិញម្ដងម្នាក់អញ្ចឹងណាបងប្អូនយើងបាទនៅពេលវាចាស់បាទរខូចឬបាត់បង់សមត្ថភាពបាទស្រូបយកធូលីនិងទឹកបងប្អូនបាទការថែទាំបានត្រឹមត្រូវនិងជួយរក្សាបាទអនាម័យក្នុងផ្ទះរបស់យើងផងដែរបាទនឹងបង្កើនបាទអាយុកាលនៃការប្រើប្រាស់ហ្នឹងកណាត់ជូតជើងបានយូរវែងផងដែរបងប្អូនយើងណាហ្នឹងហើយបាទហើយសម្រាប់បងប្អូនយើងបាទហ្នឹងហើយដែលគាត់តែងតែតាមដានបាទក៏ដូចជាការទស្សនាបាទរាល់ការមើលបាទវីដេអូរបស់ខ្ញុំបាទនេះផ្ទាល់តែម្ដងផងដែរនោះបាទហើយសូមអរគុណទៅដល់បងប្អូនយើងផងដែរ